ខំមកតាំងពីខាង54បងតាំងពីតំបន់054មកឥឡូវមកដល់ហើយឆ្លៃចាក់សោបងធម្មតាតែគាត់ថាមនុស្សមកច្រើនមែនតើបងភាសានេះគឺតំបន់ទេសចរនៅប្រទេសកូរ៉េហើយគឺខាងណាំសាន់កន្លែងនេះគេខ្ពស់មែនទេបងភាសានេះគេចូលឆ្នាំផងបងនៅលើមកទេសភាពវិញនៅលើកំពូលភ្នំនេះគឺស្អាតមែនតើបងមើលក្រមបងអើយទេសភាពនៅក្រមស្អាតខ្លាំងបងដោយសារតែអត់មានឱកាសមកច្រើនដងទេអញ្ចឹងហើយមានឱកាសមកម្ដងគឺថតចូលវីដេអូនេះគឺផ្ញើបងប្អូនដែលតបានមកបងប្អូនអាចមកមើលបានបងបើសិនជាមានឱកាសមកលេងម្ដងមកស្អាតមែនតើបងជាសេះពេលយើងឡើងមកដល់កំពូលភ្នំឃើញទេសភាពស្អាតបើសិនជាអាចមកពេលថ្ងៃរំលឹកហ្នឹងគាត់ថាស្អាតខ្លាំងនេះឃើញអាគារច្រើនបងដោយសារខ្ញុំមកឯនេះគឺចំឡានខែត្រជាក់ខ្លាំងហើយប៉ះថ្ងៃត្រជាក់ខ្លាំងទៀតដល់9ដល់ហើយគាត់ថាឥឡូវនេះសីតុណ្ហភាពត្រឹមដក5ដល់1តែវាត្រជាក់ខ្លាំងមិននិយាយពីដៃវាឡើងស្ពឹកអស់ហើយតែនិយាយពីភ្ញៀវទេសចរវិញមកច្រើនមែនតើមិនថាជនជាតិកូរ៉េឬជនបរទេសផ្សេងៗគឺមកច្រើនហើយសម្បូរអ្នកមកថតរូបនៅនេះដោយសារនេះកន្លែងដែលខ្ពស់នៅលើភ្នំខ្ពស់ជាងគេហើយនៅសូលហើយបើអាគារវិញបងរាប់លានអាគារខ្ញុំដាក់បងប្អូនមើលអាគារបងប្អូនហើយចម្រុះទៅនិយាយចំទៅអាគារអីក៏មានដែរបងកន្លែងទីក្រុងដ៏ធំហើយនៅទីកូរ៉េហើយនៅចំឡើយនេះគឺខ្ពស់ជាងគេទៀតនិយាយចំទៅស្អាតហ្មងហើយនេះអាគារដែលខ្ពស់ដែលវាច្រើនគេថតពីចម្ងាយទៅស្អាតតែឥឡូវខ្ញុំមកដល់ឈរក្បែរហ្នឹងហើយឈរក្បែរហ្នឹងហ្មងដើម្បីនៅក្បែរនេះក៏អត់ណាក៏ខ្ញុំឈរកន្លែងនេះក៏ខ្ពស់ហើយជា200-300 ម៉ែត្រដែរទៅលើចង់និយាយថានេះជាក់ពេកចង់នៅយូរដែរតែមានអារម្មណ៍ថាវាជាក់ពេកឡើងឡើងកក់ដៃឡើងរឹងដៃបើសិនជាមកខែក្តៅក៏អីល្អណាស់នេះដោយសារខ្ញុំមកប៉ះខែត្រជាក់ហើយថ្ងៃត្រជាក់ខ្លាំងទៀតហើយនេះបងប្អូននេះគឺសោដែលគេសម្បូរអ្នកចាក់នេះអ្នកដែលមកគូស្នេហ៍ច្រើនគេចាក់សោបែបនេះគេទិញសោហ្នឹងហើយយកមកចាក់អញ្ចឹងដោយសារវីដេអូឯនេះខ្ញុំអត់បានថតច្រើនណាថតជាវីដេអូតទៅនឹងការរស់នៅកូរ៉េទេគឺតទៅនឹងការដើរលេងដំណើរកម្សាន្តនៅកូរ៉េម្ដងមើលវីដេអូដល់ហ្មងចាក់ខ្លាំងបាយបាយបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយទៀត